Hello everybody welcome to Easy English Club បាទសួស្តីបងប្អូនសិស្សានុសិស្សនិងអ្នកសិក្សាទាំងអស់គ្នាសូមស្វាគមន៍មកកាន់ក្លឹបសិក្សាភាសាអង់គ្លេសងាយៗ We study about classroom objects យើងសិក្សាអំពីសម្ភារៈឬក៏វត្ថុនៅក្នុងថ្នាក់រៀនតើវត្ថុនៅក្នុងថ្នាក់រៀននោះមានអ្វីខ្លះ Now you listen and repeat after me please look at the whiteboard classroom objects classroom objects ចឹងប្រែថាវត្ថុនៅក្នុងថ្នាក់រៀន Yeah book book ចឹងប្រែថាសៀវភៅសៀវភៅនេះគឺជាទូទៅមិនកំណត់ថាជាសៀវភៅពុម្ពឬសៀវភៅសរសេរទេយើងប្រើបានទាំងអស់ណាអូខេ textbook textbook សៀវភៅពុម្ពបាទអញ្ចឹងបញ្ជាក់បានហើយនេះថាជាសៀវភៅពុម្ព textbook notebook notebook សៀវភៅសរសេរឬថាសៀវភៅសម្រាប់កត់ត្រាអូខេ Yeah bag bag កាតាប pen pen ប៊ិច pencil pencil ខ្មៅដៃ Yeah let's continue ruler ruler បន្ទាត់ rubber rubber ជ័រលុបបាទអញ្ចឹងជ័រលុបនេះគឺជាជ័រលុបសម្រាប់លុបខ្មៅដៃឬក៏ជ័រលុបដែលនៅជាប់នឹងខ្មៅដៃណាមិនមែនជាប៉ុងលុបទេបាទអញ្ចឹង rubber នេះប្រែថាជ័រលុបអូខេ sharpener sharpener មានន័យថាប្រដាប់ខួងខ្មៅដៃយើងដាក់ខ្មៅដៃចូលខួងវាឲ្យស្រួចណាយើងហៅថា sharpener paper paper បាទអញ្ចឹង paper នេះមានន័យថាក្រដាសមិនថាក្រដាសរ៉ាមឬក៏ជាក្រដាសសៀវភៅទេណាមួយស្លឹកហ្នឹងគេហៅថា paper ណា scissors scissors កន្ត្រៃ glue glue កាវបាទអញ្ចឹងកាវនេះមានន័យថាកាវដែលយើងអាចបិទក្រដាសបានឬក៏ជាកាវវិទ្យាសាស្ត្រក៏យើងហៅថា glue ដែរណាប្រើបានរួមអូខេឥឡូវយើងបន្តទៅក្តារខៀនមួយទៀត board board ក្តារខៀនបាទអញ្ចឹងក្តារខៀនជាទូទៅមិនកំណត់ថាពណ៌អីទេ whiteboard whiteboard នេះក្តារខៀនសដូចជាក្តារខៀនយើងកំពុងរៀននេះណានឹង whiteboard blackboard blackboard ក្តារខៀនខ្មៅចឹងក្តារខៀនខ្មៅសម្រាប់សរសេរដីសអីហ្នឹងណាអូខេ marker marker ប្រែថា First teacher កំពុងកាន់នេះណា marker eraser eraser ប្រដាប់លុបអញ្ចឹងអាចជាប៉ុងលុបហើយសម្រាប់លុបខ្មៅដៃក៏យើងអាចប្រើ eraser នឹងបានដែរណាអូខេ desk desk តុមានថតតុមានថតសម្រាប់ដាក់กระดาษដាក់ឯកសារហ្នឹងណា Yeah ហើយញូ table table តុយើងធម្មតា chair chair កៅអី armchair armchair ចឹងនេះកៅអីដែរប៉ុន្តែកៅអីមានភ្នាក់ដៃសម្រាប់យើងដាក់ដៃណាដាក់ដៃកងលើអានេះគេហៅថា armchair ណា shelves shelves ធ្នើឬក៏ថ្នាក់សម្រាប់យើងដាក់សៀវភៅណា shelves computer 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 yeah map map ផែនទីអូខេអញ្ចឹងផែនទីវាមានជាกระดาษឬក៏ជានៅលើភូកូលបាទលើភូកូលយើងប្រើផ្សេងភូកូលយើងអានថា globe ណាអញ្ចឹងអត់តាន់អស់ទេសម្ភារៈក្នុងថ្នាក់រៀនគឺនៅមានបន្តទៀត
ដោយសារក្តារខៀនយើងតូចមានកំណត់អញ្ចឹងចាំជួបគ្នានៅមេរៀនក្រោយៗបន្តទៀត Yeah thank you for your watching អូខេសូមអរគុណសម្រាប់ការតាមដានសិក្សារៀនទាំងអស់គ្នាណាជួបគ្នានៅក្នុងវីដេអូក្រោយបន្តទៀត Bye bye